តិចក្រោយមកទៀតហ្នឹងក៏មានអ្នកបម្រើចូលមកនិយាយគឺលាវឆឹងចង់ហើយគាត់ក៏ឲ្យគេហៅលាវឆឹងមកចឹងទៅគេហ្នឹងនៅពេលដែលលាវឆឹងចូលមកហ្នឹងក៏បានគោរពសម្ដេចនាងដូចជាត្រីទូទៅចឹងណាគឺអត់គោរពដូចជាឪពុកក្មេកអីទេពេលហ្នឹងដែរសម្ដេចនាងក៏បាននិយាយថាជាលាវឆឹងហ្នឹងនៅតែអត់ទាន់ទម្លាប់នៅឆាំងអានហ្នឹងសម្បីតែអ្នកបម្រើហ្នឹងក៏សង្ស័យអំពីទំនាក់ទំនងរវាងពួកគេទាំងពីរនាក់ដែរពេលហ្នឹងដែរលាវឆឹងក៏បាននិយាយដោយសារតែខ្លួនអត់ទាន់រៀបការជាមួយព្រះនាងទេអញ្ចឹងអត់ហ៊ានហៅសម្ដេចនាងជាឪពុកអីចឹងទេហើយសម្ដេចនាងក៏គាត់បានថាអញ្ចឹងមកហ្នឹងគឺមានការអីមែនពេលហ្នឹងដែរលាវឆឹងក៏បាននិយាយគឺខ្លួនបានមើលឯកសាររយៈពេល2-3ឆ្នាំចុងក្រោយហ្នឹងឃើញការចំណាយវាអត់ត្រូវស្រួលគឺមានភាពមិនប្រក្រតីតែភាគច្រើនគឺចំណាយទៅលើរឿងទឹកចំនួននៅពេលដែលឃើញចឹងហើយគឺលាវឆឹងបានរៀបចំគម្រោងពីការទប់ទល់នឹងទឹកចំនួនអីផ្សេងឲ្យសម្ដេចមីងពិនិត្យមើលហើយអ្នកបម្រើក៏បានដើរមកយកឯកសារពីដៃលាវឆឹងយកទៅឲ្យសម្ដេចនាងប៉ុន្តែពេលហ្នឹងដែរសម្ដេចនាងគឺអត់អានទេឲ្យគេយកទៅទុកចឹងណាហើយសម្ដេចនាងក៏បានសួរទៅលាវឆឹងតែនឹងដៃហ្នឹងអីគេពេលហ្នឹងដែរលាវឆឹងក៏បានឆ្លើយទៅវិញដៃហ្នឹងដោយសារតែខ្លួនទៅសេរានពេកទៅទឹកថ្នាំវាប្រាក់ហ្នឹងក៏ដោយអាវហ្នឹងពេលហ្នឹងដែរសម្ដេចនាងក៏បាននិយាយទោះបីធ្វើជាមន្ត្រីមិនក៏ដោយថាតាណាតណៃទេគឺលាវឆឹងហ្នឹងគឺជាកូនប្រសាររបស់សម្ដេចនាងអញ្ចឹងមុខមាត់អីផ្សេងហ្នឹងគឺប៉ះពាល់ដល់សម្ដេចនាងដែរដូច្នេះហើយត្រូវតែធ្វើខ្លួនឲ្យបានល្អហើយគាត់ក៏បន្តនិយាយទៀតកៅអៅហ្នឹងក៏ជាយុជនដែលផ្ដល់ឲ្យដែរអញ្ចឹងហើយត្រូវតែចេះមើលថែឲ្យបានល្អហើយសម្ដេចនាងក៏បន្តនិយាយគឺមានសួនផ្កានៅជាក្រុងហ្នឹងលើគេថារីកហើយអញ្ចឹងក៏បាននិយាយថាបាលាវឆឹងហ្នឹងមានពេលទំនេរកុំភ្លេចនាំយុជនដែលជាកូនស្រីរបស់គាត់ហ្នឹងទៅដើរកំសាន្តលេងផងពេលហ្នឹងដែរលាវឆឹងក៏យល់ព្រមទៅហើយលាវឆឹងក៏បានសួរទៅសម្ដេចនាងតើសម្ដេចនាងហ្នឹងអត់មើលឯកសារដែលខ្លួនឲ្យមិញហ្នឹងទេអីពេលហ្នឹងដែរសម្ដេចនាងក៏បាននិយាយថាមិនអីទេចាំលើកក្រោយទៅរួចហើយលាវឆឹងក៏លាសម្ដេចនាងចេញទៅយើងនិយាយមើលទៅសម្ដេចនាងកុំតកូនគាត់ឯងកុំឲ្យគាត់មិនយកលាវឆឹងមកទេមកដល់ខាងទូស្រីនេះវិញពេលហ្នឹងដែរទូស្រីរបស់យើងកំពុងតែមើលថែផ្កាធម្មតាហ្នឹងតែអ៊ូនាងក៏បានយកនំមួយមកឲ្យទូស្រីញ៉ាំឲ្យទូស្រីយើងភ្លក់អីចឹងណាពេលហ្នឹងដែរទូស្រីរបស់យើងក៏បានភ្លក់នំហ្នឹងហើយព្រមទាំងនិយាយថានំហ្នឹងដូចជាមានក្លិនក្រអូបហើយរសជាតិវាក៏ឆ្ងាញ់ទៀតពេលញ៉ាំនំហ្នឹងដែរទូស្រីរបស់យើងក៏បាននឹកទៅដល់យូលូកដល់ឃើញមុខទូស្រីយើងរៀងកំសត់ពេលហ្នឹងអ៊ូនាងក៏បានសួរថាតើទូស្រីយើងកើតអីមែនទូស្រីរបស់យើងក៏បានឆ្លើយទៅវិញគឺនាងនឹកដល់មនុស្សម្នាក់ឯងចូលចិត្តនំហ្នឹងណាទូស្រីយើងពេលហ្នឹងនិយាយបដាអ៊ូដាំកបដាទូស្រីរបស់យើងក៏បាននិយាយនំហ្នឹងឆ្ងាញ់ណាស់បើសិនជាយើងអាចឲ្យភ្ញៀវក៏ល្អដែរហើយក៏សួរទៅអ៊ូនាងថាតើធ្វើច្រើនអត់តែអ៊ូនាងក៏បានឆ្លើយគឺខ្លួនធ្វើ50អស់តែគ្រាន់តែចេញពីឡដិតនំហ្នឹងមកភ្លាមគឺថនយូមកយកនំហ្នឹងទៅអស់ទូស្រីរបស់យើងក៏បាននិយាយទៀតសម្ដេចនៃផ្កាហ្នឹងទៀតហើយការរកលុយឲ្យគេហើយឥឡូវទំបីតនំហ្នឹងក៏មកតែដើមទៀតគឺខ្សែលើយើងណាហើយទូស្រីរបស់យើងក៏សួរថាតើឥឡូវហ្នឹងពួកគេទៅណាហើយកាត់មកដល់កន្លែងមួយទៀតហ្នឹងគឺនៅពេលដែលឈន់យូកាន់ប្រវិចនំហ្នឹងមកទូប្រុសរបស់យើងដែលនៅលើសែនហ្នឹងក៏ប្រាប់ឈន់យូថ្ងៃហ្នឹងបាច់ទៅទេចាំខ្លួនអ្នកយកទៅហើយឈន់យូនោះទៀតក៏អញ្ចឹងឈន់យូក៏បានសួរទៅទូប្រុសចុះបើគេសួរថាតើទូប្រុសរបស់យើងទៅណាហេតុអីក៏មិនយកខ្លួនទៅតាមអញ្ចឹងទូប្រុសរបស់យើងក៏បានឆ្លើយទៅវិញឲ្យគេគិតខ្លួនឯងខ្លះទៅហើយទូប្រុសរបស់យើងក៏ចេញទៅបាត់ទៅទូស្រីរបស់យើងក៏បានតាមទូប្រុសមកដល់ព្រៃរិស័យមួយហើយនៅក្នុងព្រៃរិស័យនោះគឺមានដំណាក់មួយនៅទុកនៅហ្នឹងដែរចំណែកឯខាងទូប្រុសនេះវិញឃើញថាទូប្រុសរបស់យើងបានយកនំហ្នឹងមកចែកក្មេងៗដែលនៅក្នុងដំណាក់ហ្នឹងហើយក៏មានអ៊ំចាស់មួយក៏នៅហ្នឹងដែររបៀបថាមណ្ឌលកុមារកំព្រាអីចឹងណាហើយទូស្រីរបស់យើងគឺបានលួចមើលពីមាត់ទ្វារហ្នឹងនៅរាល់សកម្មភាពដែលទូប្រុសនិងក្មេងៗទាំងអស់ហ្នឹងលេងជាមួយគ្នាចឹងទៅហ្នឹងដែរទូប្រុសរបស់យើងបានបរៀនកូនក្មេងប្រុស2នាក់ហ្នឹងបាញ់ចាពីមពេលលើកដំបូងទិសដៅផ្សេងទេនៅពេលដែលបាញ់ទូប្រុសរបស់យើងក៏បានបាញ់សម្ដៅទៅកន្លែងទូស្រីហើយក្មេងប្រុស2នាក់ហ្នឹងក៏បានរត់មកកាន់មាត់ទ្វារហ្នឹងដែរព្រមទាំងនិយាយទៅកាន់ទូស្រីថាចៅចង់ទៅណាពេលហ្នឹងទូស្រីរបស់យើងក៏បានឆ្លើយទៅវិញគឺខុសហើយគឺផ្ទុយឲ្យសាលាតែម្ដងគឺខ្លួនមកចាប់ចៅដែលលួចនំរបស់ខ្លួនមកហ្នឹងទូស្រីរបស់យើងក៏និយាយទៅកាន់ទូប្រុសធ្វើអញ្ចឹងគឺជាគំរូដែលមិនល្អចំពោះក្មេងហើយទូប្រុសរបស់យើងក៏បាននិយាយគេគឺជាមនុស្សស្លូតត្រង់ថាមិនត្រូវធំឡើងក៏អាចខ្លាចទៅជាមនុស្សអាក្រក់ដែរពងតែនិយាយគ្នាហ្នឹងអ៊ំប្រុសម្នាក់ក៏បានដើរចេញមកព្រមទាំងនិយាយចឹងបាននំនៅថ្ងៃនេះឆ្ងាញ់ជាងរាល់ដងហើយអ៊ំប្រុសម្នាក់ហ្នឹងក៏បានអញ្ជើញទូស្រីរបស់យើងឲ្យផឹកតែផឹកអីចឹងទៅពេលហ្នឹងដែរទូស្រីរបស់យើងក៏បានសួរទៅអ៊ំប្រុសហ្នឹងតើអ៊ំប្រុសហ្នឹងបើកមណ្ឌលកុមារកំព្រាមែនហើយអ៊ំប្រុសម្នាក់ហ្នឹងដែលឈ្មោះលោកអ៊ូហ្នឹងគាត់ក៏បាននិយាយថាអត់ទេគឺគាត់ចាំមើលថែនៅផ្ទះជាមួយគ្នាទេគឺគាត់មិនចង់ឲ្យក្មេងៗមានអារម្មណ៍ខុសពីអ្នកដទៃហើយទូស្រីរបស់យើងក៏បានសុំទោសពូហ្នឹងដែរចឹងណាគឺ
គឺខ្លួននឹងសួរនាំច្រើនអីចឹងទៅតែពូនឹងគាត់និយាយថាអត់អីទេទោះស្រីរបស់យើងក៏បានសួរបន្ថែមថាមើលទៅលោកអ៊ូហើយនឹងទូប្រុសរបស់យើងមើលទៅដូចជាស្និទ្ធស្នាលនឹងគ្នាទាំងដែលថាលោកអ៊ូនឹងក៏មកពីលក់យ៉ាងទេពេលហ្នឹងដែរលោកអ៊ូក៏បាននិយាយគឺគាត់ចាក់ចេញពីលក់យ៉ាងហ្នឹងមកធ្វើការនៅដំណាក់ជាងដើម្បីរកប្រាក់គឺគាត់មានទេពកោសល្យខាងធ្វើថ្នាំបុរាណហើយក្រោយមកទៀតហ្នឹងម្ដាយរបស់ទូប្រុសរបស់យើងក៏បានលើកគាត់ឲ្យទៅជាអ្នកបម្រើផ្ទាល់របស់គាត់តែម្ដងអញ្ចឹងហើយគឺគាត់មើលឃើញទូប្រុសរបស់យើងធំតាំងពីងាយមកហើយទូស្រីរបស់យើងក៏បានសួរទៅពូនឹងបន្ថែមតើទូប្រុសរបស់យើងហ្នឹងនៅក្មេងចរិតអញ្ចឹងដែរមែនហើយលោកអ៊ូក៏បាននិយាយថាបើទោះបីជាទូប្រុសរបស់យើងមើលទៅដូចជាមានចំហាយពិឃាតពិតមែនប៉ុន្តែជាក់ដែនទៅមិនអញ្ចឹងទេជាមនុស្សដែលមានទឹកចិត្តល្អនិងស្មោះត្រង់តែក្រោយពីម្ដាយរបស់ទូប្រុសរបស់យើងបានស្លាប់ទៅហ្នឹងគេរំសាយរឿងការងារហ្នឹងដែរនៅពេលឆ្នាំជាមួយគ្នាហ្នឹងនៅលក់យ៉ាងហ្នឹងក៏មានរឿងហើយគាត់ក៏ត្រូវទៅវិញអញ្ចឹងណាហើយទូប្រុសរបស់យើងនៅពេលដែលឃើញក្មេងៗអត់មានអ្នកមើលថែអញ្ចឹងក៏បានហៅគាត់ឲ្យមកវិញដែរដើម្បីនៅមើលថែកូនក្មេងទាំងអស់ហ្នឹងអញ្ចឹងទៅកំពុងតែនិយាយគ្នាហ្នឹងទូប្រុសរបស់យើងក៏បានយកទឹកដាក់ក្បែរទូស្រីពេលហ្នឹងដែរទូស្រីរបស់យើងក៏បានសួរថាយកមកធ្វើអីទូប្រុសរបស់យើងក៏បាននិយាយថាគឺឲ្យទូស្រីរបស់យើងហ្នឹងជួយងូតទឹកឲ្យក្មេងៗព្រោះថាមិញវាងដែលត្រូវធ្វើកិច្ចការហ្នឹងថ្ងៃហ្នឹងគាត់ឈឺគាត់អត់បានមកទេទូស្រីរបស់យើងក៏បាននិយាយលួចនំគេហើយឥឡូវមកប្រើទៀតទូប្រុសរបស់យើងក៏បាននិយាយនំហើយនឹងការងូតទឹកឲ្យក្មេងៗហ្នឹងគឺកាត់កងជាមួយប្រាក់ដែលចម្ពាក់ហ្នឹងទៅទូស្រីរបស់យើងក៏បានដើរចេញពីកន្លែងហ្នឹងទៅរកកូនក្មេងស្រីម្នាក់ព្រមទាំងនិយាយថាសារតែឃើញអូនឯងជូតពេកអញ្ចឹងចាំបងងូតទឹកឲ្យក្មេងស្រីម្នាក់ហ្នឹងក៏បានសួរទៅទូស្រីរបស់យើងតើទូស្រីរបស់យើងហ្នឹងគឺជាប្រពន្ធរបស់ទូប្រុសមែនទូស្រីរបស់យើងក៏និយាយថាអត់ទេទូប្រុសដែលនៅចម្ងាយនោះក៏និយាយថាអត់ទេដែរហើយពួកគេទាំងពីរនាក់ក៏មើលមុខគ្នាតិចទៅក្មេងស្រីម្នាក់ហ្នឹងក៏បានបន្តនិយាយបើសិនជាមិនប្តីប្រពន្ធនឹងគ្នាទេហេតុអីបានទូស្រីរបស់យើងធ្វើនំឲ្យទូប្រុសអញ្ចឹងហើយនៅជួយទូប្រុសទៀតទូស្រីរបស់យើងក៏រៀងគាំងដែរហើយទូប្រុសបានដើរមកព្រមទាំងនិយាយគឺមកពីនាងចម្ពាក់ខ្ញុំនិយាយទៅទូប្រុសលើកនេះរឿងបានសមចិត្តអញ្ចឹងណាហើយទូប្រុសរបស់យើងក៏ចាប់ផ្ដើមទៅងូតទឹកឲ្យក្មេងៗអញ្ចឹងទៅងូតទឹកហើយអីហើយហ្នឹងទូប្រុសរបស់យើងក៏បានបរិញ្ញាក្មេងៗសរសេរអក្សរបន្ថែមទៀតទូស្រីរបស់យើងក៏បានដើរចេញមកព្រមទាំងនិយាយចាំងយ៉ាងតើលោកពិតជាអ្នកមើលថែក្មេងពិតមែនក៏អីគ្រាន់តែងូតទឹកឲ្យក្មេងហ្នឹងក៏ញ៉ៃដែរទូប្រុសរបស់យើងក៏បានដើរទៅកាន់ទូស្រីហើយក៏និយាយឲ្យទូស្រីហ្នឹងមកជំនួសការងារលោកស្រីវាងហ្នឹងទៅទូស្រីរបស់យើងក៏បានឆ្លើយទៅវិញបានអញ្ចឹងកាត់កងជាមួយនឹងប្រាក់ចម្ពាក់អីផ្សេងៗហ្នឹងទៅហើយពួកគេទាំងពីរអ្នកហ្នឹងក៏អង្គុយផឹកតែមើលកូនក្មេងអីផ្សេងៗហ្នឹងឯងទូស្រីរបស់យើងក៏បាននិយាយចាំងយ៉ាងឃើញលោកនៅជាមួយក្មេងបែបហ្នឹងគឺអត់មានអារម្មណ៍ថាលោកគឺជាមន្ត្រីពុករលួយទេទូប្រុសរបស់យើងក៏បានឆ្លើយទៅវិញថាអូមើលឃើញហើយថាខ្ញុំគឺជាអ្នកមានលក្ខមុខទូស្រីរបស់យើងក៏បាននិយាយលោកគឺកំពុងតែធ្វើសេចក្តីល្អហេតុអីក៏ចាំបាច់លាក់បាំងឬមួយក៏ខ្លាចគេចាប់បានពេលហ្នឹងដែរទូប្រុសរបស់យើងក៏បានឆ្លើយទៅកាន់ទូស្រីវិញប្រសិនបើខ្លួនពិតជាចង់លាក់បាំងពិតមែនហ្នឹងគឺទូស្រីរកមិនឃើញទេហើយទូប្រុសយើងក៏បាននិយាយបន្តទៀតទោះបីជាទូស្រីរបស់យើងទៅនិយាយថាទូប្រុសហ្នឹងគឺជាមនុស្សល្អមនុស្សអីហ្នឹងក៏គ្មានអ្នកជឿដែរមានតែគេថាទូប្រុសហ្នឹងគឺជាមនុស្សបោកប្រាស់ទូប្រុសរបស់យើងក៏បានមើលទៅកាន់ទូស្រីព្រមទាំងនិយាយខ្ញុំមិនមែនជាអ្នកមានដូចតែនាងគិតទេខ្ញុំគ្រាន់តែជាអ្នកប្រមូលលុយប្រមូលអីទេហើយនាងដឹងអត់មានអ្នកខ្លះហ្នឹងចង់សម្លាប់ខ្ញុំទៅទៀតហើយពួកគេទាំងពីរនាក់ក៏គយគន់មើលព្រះអាទិត្យរៀបលិចនឹងក្មេងៗលេងជាមួយនឹងលោកសុននៅទីនោះផងដែរកាត់មកដល់ខាងទូស្រីណែវិញពេលហ្នឹងដែរទូស្រីរបស់យើងនៅរៀបចំផ្កាដោយសំបីដងហើយនំដែលអូនីងបានដុតហ្នឹងគឺឈွန်យូក៏បានមកយកជារៀងរាល់ខែដែរអូនីងក៏បាននិយាយទៅកាន់ទូស្រីថាសម្រាប់អ្នកផ្កាគឺពិតជាបានឲ្យឈွန်យូមកយកនំពីយើងព្រមទាំងឲ្យតម្លៃ100កាក់ក្នុងរយៈពេល1ខែហើយហ្នឹងដែរទូស្រីរបស់យើងក៏និយាយទៅកាន់អូនីងវិញថាដាច់ដៃផ្កាគឺពិតជាគោរពពីសម្ដេចដែលគេបាននិយាយមែនទូស្រីរបស់យើងក៏បានសួរទៅកាន់អូនីងតើអូនីងហ្នឹងគិតយ៉ាងម៉េចចំពោះសម្ដេចនៃផ្កាហ្នឹងហើយអូនីងក៏បានឆ្លើយទៅវិញមើលទៅសម្ដេចនៃផ្កាគឺចូលចិត្តអញញឹមនឹងមើលទៅមិនដូចជាពាក្យចចាមបារាមដែលគេតែងតែនិយាយទេហើយអូនីងក៏បន្តនិយាយទៀតប្រហែលជាទូប្រុសរបស់យើងហ្នឹងគឺមិនមែនជាមនុស្សដែលអាក្រក់ពីកំណើតទេតែជាមនុស្សដែលចូលចិត្តលុយអីចឹងទៅទូស្រីរបស់យើងក៏បាននិយាយថាក្មេងគឺជាមនុស្សដែលខ្លាកដាស់សចឹងណាអញ្ចឹងហើយគឺពួកគេមិនចេះសម្ដែងទេមានន័យថាបើសិនបើគេចូលចិត្តគឺគេចូលចិត្តហើយមើលទៅក្មេងៗគឺពិតជាចូលចិត្តទូប្រុសរបស់យើងអញ្ចឹងប្រហែលជាទូប្រុសរបស់យើងគឺជាមនុស្សដែលល្អជាមួយនឹងក្មេងៗហើយទូស្រីរបស់យើងក៏បន្តនិយាយរងថ្ងៃហ្នឹងទូប្រុសរបស់យើងគឺជាមនុស្សដែលបេះមិនចាញ់ទេដូចជាគ្មានហេតុផលអីដែលឲ្យទូប្រុសរបស់យើងទៅសម្ដែងរឿងហ្នឹងទេហើយទូស្រីក៏បានសួរខ្លួនឯងតើមួយណាគឺជាទូប្រុសរបស់យើងពិតប្រាកដចឹងណាពេលហ្នឹងដែរអូនីងក៏បានសួរទៅទូស្រីតើហេតុអីបានជាមើលទៅដូចជាខ្វល់ខ្វាយនឹងអត្តចរិតរបស់សម្ដេចនៃផ្កាហ្នឹងម្ល៉េះឬមកក៏នាងកំពុងតែចាប់អារម្មណ៍គេទូស្រីរបស់យើងក៏បានវាយក្បាលអូនីងបន្តិចព្រមទាំងនិយាយថាហេកំពុងកើតអីគេហ្នឹងហើយទូស្រីរបស់យើងក៏និយាយទាំងសោចការស្គាល់ពីអត្តចរិតរបស់ទូប្រុសរបស់យើងហ្នឹងគឺជារឿងល្អ
សម្រាប់ការរកស៊ីដឹងទៅយើងអាចជៀសវាងឬមួយក៏អាចរកអត្ថប្រយោជន៍ពីទូប្រងមកវិញបានអញ្ចឹងណាហើយអូននាងក៏ងក់ក្បាលគិតថាអញ្ចឹងដែរអញ្ចឹងទៅកំពុងតែរៀបការបដាហ្នឹងអូននាងក៏បានសួរទៅទូរស័ព្ទរបស់យើងបើសិនជាទូរស័ព្ទរបស់យើងរកលុយបានច្រើនតើទូរស័ព្ទរបស់យើងអត់គិតថាចង់រៀបការចូលគ្រួសារល្អណាមួយទេអីពេលហ្នឹងដែរទូរស័ព្ទរបស់យើងក៏បានដើរមកកាន់អូននាងវិញព្រមទាំងនិយាយជីវិតក្រោយរៀបការគឺវាមិនមានសេរីភាពដូចឥឡូវហ្នឹងទេហើយការរៀបការខ្លះហ្នឹងគឺត្រូវការលុយច្រើនណាស់ណាអញ្ចឹងហើយគឺនាងសុខចិត្តថាកុំអីល្អជាងពេលដែលអូននាងសួរហ្នឹងមើលទៅអូននាងក៏រៀងសែតដែរអត់ដឹងថាគាត់កំពុងគិតអីដែរពេលហ្នឹងដែរគឺហ្វូក៏បានមកផ្ទះដែរហើយពីអ្នកហ្នឹងក៏បានសួរអញ្ចឹងណាថាហេតុអីក៏មកលឿនមែនថ្ងៃហ្នឹងអាហ្វូក៏បានឆ្លើយទៅវិញគឺលក់អស់ហើយអញ្ចឹងហើយគឺមានតែម្ដាយរបស់ខ្លួននៅមើលទេគឺខ្លួននឹងមកយកផ្កាហ្នឹងទៅបន្ថែមទៀតអញ្ចឹងទៅហើយពួកគេទាំង3នាក់ហ្នឹងក៏ចាប់ផ្ដើមរៀបអីវ៉ាន់ដាក់ផ្កាលើផ្ទះដើម្បីយកទៅផ្សារអញ្ចឹងណាកំពុងតែរៀបនឹងដែរទូរស័ព្ទរបស់យើងក៏បាននិយាយនៅពេលដែលលក់ផ្កាហ្នឹងអស់គឺយើងអាចជួលហាងនៅផ្សារខាងលិចបានហើយអូននាងក៏បាននិយាយយើងមានលុយគ្រប់ដែរព្រោះការជួលហាងហ្នឹងក៏វាថ្លៃអីចឹងទៅទូរស័ព្ទរបស់យើងក៏បានឆ្លើយទៅវិញអ្វីដែលគេគ្មានគឺយើងមានហ្នឹងគឺជាគ្រឹះនៃការរកស៊ីរបស់យើងទូរស័ព្ទរបស់យើងក៏បាននិយាយបដាគិតបដាហ្នឹងថាលក់ផើងផ្កាស្រស់ហ្នឹងគឺវាតាមរដូវកាលបើសិនបើយើងចង់ធ្វើឲ្យគ្រប់រដូវកាលគឺតើតែយើងបបើកពូជថ្មីសួននេះក៏វារៀងតូចអញ្ចឹងយើងគួរតែជួលហាងណាដែលមានសួនច្បារនៅខាងក្នុងហ្នឹងនឹងអាចដាក់ដាំផ្កាស្រស់បាននៅខាងមុខគឺយើងអាចលក់កងក្អបបានអញ្ចឹងគឺព្រួញមួយបាញ់បានសัตว์ពីរហើយតែយើងអាចបបើកផ្កាថ្មីបានហើយគេអត់មាននោះការរកស៊ីរបស់យើងគឺកាន់តែប្រសើរឡើងនិយាយហើយទូតែរបស់យើងក៏បានដើរទៅកាន់អាហ្វូព្រមទាំងនិយាយការធ្វើគ្រឿងក្អបហ្នឹងគឺពឹងលើអាហ្វូហើយនឹងម្ដាយហើយអាហ្វូក៏បាននិយាយថាកុំបារម្ភអីម្នាក់ម្ដាយរបស់ខ្លួននោះក៏បារម្ភពីរឿងដែលថាខ្លាចយើងលក់អស់ពេលហ្នឹងទៅគឺអត់មានអីលក់បន្តទៀតចឹងទូតែរបស់យើងក៏ដើរទៅកាន់អូននាងព្រមទាំងនិយាយជាមួយអូននាងបើសិនបើយើងបើកហាងពិតមែនក្រៅពីលក់ផ្កាធម្មតាហ្នឹងគឺទូតែរបស់យើងក៏ចង់បង្កើតពូជផ្កាថ្មីទៀតដែរហើយអូននាងគឺមានជំនាញនឹងកែជាមួយនឹងការបបើកផ្កាដែរឥឡូវអញ្ចឹងឲ្យអូននាងមើលថែផ្កាទាំងអស់ហ្នឹងទៅគឺខ្លួននឹងយកពេលទាំងអស់ហ្នឹងទៅរៀបចំបបើកពូជថ្មីពេលហ្នឹងដែរអូននាងក៏បាននិយាយថាអញ្ចឹងតែយើងគួរតែបបើកពូជផ្កាហាបខើសាក់ទៅទូតែរបស់យើងក៏បានហៅទៅវិញប្រកាសជាបានចាំមើលស្អែកខ្លួននឹងយកពូជផ្កាដែលបានពីអ្នកលក់ហ្នឹងយកទៅដាក់នៅសួនខាងក្រោយហើយអូននាងក៏និយាយឲ្យទូស័យអញ្ចឹងឲ្យទូស័យរបស់យើងនៅបបើកពូជផ្កាទៅសម្រាប់នៅថ្ងៃស្អែកហ្នឹងគឺខ្លួនហើយនឹងអាហ្វូជាអ្នកទៅមើលហាងមិនអីទេរឿងរបស់យើងពាក្យទី12គឺចំត្រឹមប៉ុណ្ណឹងចាំមើលទាំងអស់គ្នាថាតើការរកស៊ីរបស់ទូស័យកាន់តែប្រសើរឡើងឬមួយក៏យ៉ាងណាបន្តទៀត